បើនិយាយពីស្មោះគឺស្មោះងាប់ចោលហ្មងគ្មានបុរសណាដែលស្មោះលើសនឹងទេហ៊ានលះបង់សពគ្រប់បែបយ៉ាងទាំងអស់ដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់មិនថាជ្រែកទឹកឡើងភ្នំកំបិតចុះផ្ទះខ្លាញ់ឬក៏ត្រូវសម្លាប់មនុស្សឬក៏ត្រូវពលីបណ្ណាទេគឺថាដើម្បីតែមនុស្សដែលខ្លួនឯងស្រឡាញ់ថាកំពូលស្មោះលើលោកគ្មានពីរលើលោកបងប្អូនបាទនេះគឺជាប្រវត្តិលម្អិតមួយរបស់ព្រះរាមបាទជាបន្តទៅបងប្អូនរងចាំស្ដាប់ពាក់ព័ន្ធជាមួយនឹងការវិភាគប្រវត្តិលម្អិតរបស់តួអង្គព្រះរាមនិងលក្ខណៈវិភាគដើម្បីឲ្យបងប្អូនបានជ្រាបច្បាស់និងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងចរិតលក្ខណៈថាតើបុគ្គលនៅពេលដែលចំរឹកតួអង្គព្រះរាមថាតើបុគ្គលនោះនឹងមានខ្សែវាសនារបៀបណាហើយនឹងចរិតលក្ខណៈដូចម្ដេចខ្លះបងប្អូនចូលមកស្ដាប់នៅក្នុង Channel ព្រះរាជគ្រូតមរៈនិង Channel YouTube ឆាវពូគិនទាំងអស់គ្នាតោះបងប្អូនដើម្បីកុំឲ្យវែងឆ្ងាយពាក់ព័ន្ធជាមួយនឹងតម្រាសង្គ្រាមរាមកេរ្តិ៍ដែលស៊ីជម្រៅជាងគេគឺគេផ្ដោតទៅលើតួអង្គសំខាន់មួយចំនួនហើយជាពិសេសនៅក្នុងនោះគឺតួអង្គព្រះរាមដែលគឺជាអវតាររបស់ព្រះវិស្ណុបាទអវតាររបស់ព្រះវិស្ណុហើយព្រះអង្គគឺជាយើងអាចនិយាយបានថាជាអធិរាជសង្គ្រាមដែលដឹកនាំចម្បាំងវិនគរលង្កាអស់រយៈពេល19ឆ្នាំក៏ក្រើកអស់ចក្រវាលបាទហើយសង្គ្រាមមានទាំងសង្គ្រាមជើងទឹកជើងគោកជើងអាកាសបាទចូលរួមក្នុងព្រឹត្តិការណ៍សង្គ្រាមដែលវិនគរលង្ការំដោះយកនាងសីតាតែក្នុងនោះមិនមែនត្រឹមតែជាសង្គ្រាមរំដោះព្រះនាងសីតាតែមួយទេតែវាបង្ហាញអំពីការប្រកួតប្រជែងអំណាចរវាងនគរអយុធ្យានិងនគរលង្កាឬក៏ការប្រកួតប្រជែងរវាងសមត្ថភាពមនុស្សខ្លាំងរបស់ព្រះរាមនិងស្ដេចក្រុងលង្កាឈ្មោះរាវ័នឬក៏ក្រុងរាពណ៍បាទអញ្ចឹងប្រវត្តិសាវតាព្រះអង្គយ៉ាងណាហើយនឹងលក្ខណៈវិភាគយ៉ាងណាខ្ញុំនឹងធ្វើសេចក្តីលម្អិតត្រួសសង្ខេបដើម្បីជាគតិស្មារតីពិចារណាទាំងអស់គ្នាហើយបងប្អូនដែលចង់ច្បាស់ចង់យល់លម្អិតនៅក្នុងសាច់សាវតារឿងតម្រាសង្គ្រាមបងប្អូនអាចជាវសភៅតម្រាសង្គ្រាមទាំងអស់គ្នាបាននៅក្នុងផ្ទះរបស់ខ្ញុំមាននៅក្នុងស្តុកនៅឡើយទេប៉ុន្តែបើសម្រាប់សិភៅរាជគ្រូតមរៈចិត្តអស់ហើយនឹងចិត្តបិទវគ្គហើយសិភៅនេះគឺសិភៅរាជគ្រូតមរៈចិត្តបិទវគ្គហើយបាទតោះអញ្ចឹងពុកម៉ែបងប្អូនយើងទៅដើម្បីដឹងសាវតាហេតុអីបានជាព្រះរាមលោកមានកំហឹងមានគំនុំសង្គ្រាមត្រឹមតែថាតើត្រឹមជាតិជាមនុស្សនេះឬក៏យ៉ាងណាហើយរឿងតពាក់ព័ន្ធជាមួយនឹងព្រះនាងសីតាឬក៏យ៉ាងម៉េចបាទតាមពិតទៅរឿងនេះគឺមានភាពស៊ីជម្រៅខ្លាំងណាស់បាទតាំងអំពីសិទ្ធិសួរបាទសិទ្ធិសួរឬក៏សិប្បសួរដែលអ្នកខ្លះហៅសិប្បសួរណាតែពាក្យគេត្រូវសិទ្ធិសួរហើយសិទ្ធិសួរនេះគឺរឿងតម្រាខ្មែរហើយឈ្មោះគាត់ដើមហ្នឹងគឺអាកាំងខមាសូអាកាំងខមាសូនេះគឺបន្ទាប់ពីពួកទេវលោកអ្នកឲ្យឈ្មោះទេអ្នកឲ្យរហស្សនាមទេតែឈ្មោះរបស់គាត់ដើមហ្នឹងគឺសិទ្ធិសួរជាកូនស្ដេចដែលអត់ចេះស្អីទាំងអស់ខ្ជិលច្អូសស្ពឹកសពុនមិនសូវចេះមិនសូវដឹងមិនសូវយល់អីទេហើយបិតាហ្នឹងក៏ចាត់បញ្ជូនទៅរៀនទៅពីព្រោះវាមិនចេះស្អីសោះអាហ្នឹងខ្ញុំលំអិតឲ្យពឹសស្ដារជាងនៅក្នុងសិភៅតម្រាសង្គ្រាមទៀតសិទ្ធិសួរហ្នឹងប្រវត្តិរបស់ក្រុងរាពណ៍នេះឯងបាទបើសួរថានិយាយពីព្រាមហើយមិនក៏និយាយពីសិទ្ធិសួរក្រុងរាពណ៍ទៅវិញបាទសូមបើកវងកញ្ចក់បើកក្តីវាបន្តិចសិនទើបខ្ញុំគេថាលំអិតប្រវត្តិសាវតារបស់ព្រាមកើតបាទសិទ្ធិសួរនេះដោយសារតែម្យ៉ាងវិញទៀតខ្ញុំចង់លំអិតចំណុចហ្នឹងដោយសារតែក្នុងសិភៅខ្ញុំអត់ទាន់បានបញ្ចូលបាទទៅសេទៅក៏រំលងនៅក្នុងសេចក្តីហ្នឹងអញ្ចឹងក៏បំពេញនៅក្នុងវីដេអូនេះតែម្ដងទៅសង្ឃឹមថាលោកគ្រូអ្នកគ្រូសិក្ខាកាមក៏ដូចជាបងប្អូនជនរៀបជាតិខ្មែរទាំងអស់បានស្ដាប់ជាកំសាន្តហើយជាគតិស្មារតីទាំងអស់គ្នាអញ្ចឹងនៅក្នុងសម័យបុរាណកូនព្រះរាជាឬកូនកហបតីកុងសីមន្ត្រីរាជការកាឡាកុងសីធំសេដ្ឋីអង្គញាហ្នឹងគឺ
គេតែងតែបញ្ជូនកូនទៅសិក្សារៀនសូត្រនៅនគរក្រៅឬក៏បញ្ជូនទៅរៀននៅនគរតកសិលាឬក៏កន្លែងណាដែលជាមជ្ឈមណ្ឌលសិក្សាសូម្បីតែនគរខ្មែរយើងពីបរមបុរាណក៏អញ្ចឹងដែរគេច្រើនតែបញ្ជូនកូនទៅរៀននៅមជ្ឈមណ្ឌលសិក្សាគឺជាពិសេសគឺនៅភ្នំកលែនតែម្ដងសូម្បីតែរាជធានីយសោធរបុរៈរីចម្រើនយ៉ាងណាក៏ដោយប៉ុន្តែគេនៅតែបញ្ជូនទៅរាជធានីចាស់រាជធានីភ្នំកលែនគឺជារាជធានីចាស់គឺជារាជធានីមហានគរដំបូងឬក៏អាចរាប់បានថាជារាជធានីតាំងពីមុននគរកុកធ្លោកទៀតបាទឬក៏ហ្វូណនឬនគរភ្នំទៅទៀតបាទអាហ្នឹងគឺតាមការសាវតាដែលខ្ញុំសិក្សាស្រាវជ្រាវកន្លងទៅបាទអញ្ចឹងព្រះរាជាដែលជាបិតារបស់សិទ្ធិសួរហ្នឹងបញ្ជូនកូននៅសារមើលទៅឃើញកូនហ្នឹងវាមិនចេះស្អីសោះល្ងងខ្លៅរៀនមិនចាំមិនចេះមិនចងមិនចាប់ហើយវាថាវាល្ងងពេកណាបញ្ជូនទៅក៏ទៅរៀននៅសំណាក់អាចារ្យហើយសំណាក់អាចារ្យហ្នឹងមិនជាអាចារ្យធម្មតាគឺជាតួអង្គព្រះឥសូរនេះឯងឬក៏ព្រះសិវៈបាទព្រះសិវៈមាននាមដល់ទៅ108នាមដែលខ្ញុំទើបតែផុសនៅក្នុង channel page ព្រះរាជគ្រូតមរៈផងដែរការបង្រៀននោះសោតទេគឺព្រះឥសូរគឺព្រះអង្គបង្រៀនផ្ទាល់តែម្ដងព្រះអង្គគឺជាអាចារ្យតែម្ដងហើយសិទ្ធិសួរនេះគឺគាត់អត់ចេះអីសោះបាទរៀនទៅមិនចេះអីសោះល្ងងខ្លៅមិនឆ្លាតមិនឆ្លៀសមិនចងមិនចាំហើយត្រូវបានគេប្រមាថមើងងាយច្រើនហើយអញ្ចឹងទៅគាត់គេថាចាប់ដើមគេថាមានគំនុំដោយសារតែមានការរើសអើងការបែងចែកដែលខ្ញុំសរសេរនៅក្នុងសៀវភៅតម្រាសង្គ្រាមហ្នឹងវាចេញពីការរើសអើងពូជសាសន៍ឬដោយសារគេសិតតែជាទេវៈមករៀនហើយអកង្ខមាសូរឬក៏សិទ្ធិសួរនេះគាត់ជាពូជមនុស្សហើយទៅរៀនជាមួយនឹងទេវតាមិនធម្មតាដែរហើយអញ្ចឹងទៅវាអាចថាកម្រិតបញ្ញាឬក៏កម្រិត IQ ហ្នឹងវាទាបជាងពួកទេវតាក៏អាចថាបានហើយជួនកាលទោះបីជាឆ្លាតជ្រាបប៉ុណ្ណាក៏ដោយដោយសារតែកម្រិត culture ឬក៏វប្បធម៌របស់មនុស្សនិងទេវតាហ្នឹងខុសគ្នាដូចយើងនៅខ្មែរហើយយើងទៅនៅបារាំងអីចឹងទៅឬនៅអាមេរិកកាំងដែលជាគេហៅថាប្រទេសដែលមានភាពជឿនលឿនជាងខ្មែរយើង100ឆ្នាំអីណោះអញ្ចឹងអាការដើរខួរក្បាលគិតហ្នឹងវាអាចនឹងslow ឬក៏យឺតជាងគេឬក៏វាឆ្លាតនៅក្នុងមេរៀនតែវាមិនឆ្លាតនៅក្នុងសង្គមបាទអញ្ចឹងសិទ្ធិសួរហ្នឹងគាត់ចាប់ផ្ដើមគុំគាត់ខឹងគុំគួនអញ្ចឹងខ្ញុំសុំសង្ខេបបាទសុំសង្ខេបកើតទៅជាគំនុំសុំពោសុំអីពីព្រះឥសូរទៅដល់ពេលព្រះឥសូរឃើញថាអកង្ខមាសូរនេះរៀនអីមិនចេះសោះហើយត្រូវគេប្រមាថឲ្យមើលថែទាំទឹកក្តៅទឹកត្រជាក់ដល់ព្រះឥសូរនឹងសម្បើមដែរហើយមើលទឹកចិត្តល្អដែរអញ្ចឹងក៏ឲ្យពោអាចង្អុលដៃទឹកហ្នឹងបាទចង្អុលដៃទឹកហ្នឹងដែលចង្អុលទៅទេពនឹងចត់ហើយមែនតើទៅរហូតដល់មានមន្តអាគមគាថាដែលគេប្រើពាក្យថាចង្អុលដៃសិទ្ធិសួរណាគេសូត្រសិទ្ធិសួរអញអើយឯណាបង្ក្រាបខ្មោចព្រាយប៉កែមែនសំបីតែរលាកទឹកក្តៅឬក៏មានពឹសពោមួយចំនួនហ្នឹងគេសូត្រផ្លុំបាត់ណាបងប្អូនណាហើយបាត់មែនណាមិនចេះថាទៅទេតែមៀតបាត់មែនប៉កែមែនរបស់គេមែនអញ្ចឹងគាត់បានពោលហ្នឹងគាត់វាកើតទៅជាកំហឹងវាទៅជាបុគ្គលមានកំហឹងគាត់ចង្អុលទេវតាចោលអស់អញ្ចឹងចលាចលខ្ញុំសូមសង្ខេបឲ្យបងប្អូនចង់បានពឹស្ដាទិញសៀវភៅតម្រាសង្គ្រាមបាទឈ្មោះសៀវភៅតម្រាសង្គ្រាមដែលចងក្រងឲ្យខ្ញុំបាទផ្ទាល់មានកម្រាស់400ជាងទំព័រមានក្របរឹងមានអក្សរសៀវភៅសាច់រលោងក្រាស់ស្អាតហើយមានរូបកល័គ្រប់សន្លឹកទាំងអស់បាទអញ្ចឹងវាចលាចលពេញទេវលោកហើយព្រះឥសូររត់ដែរហើយព្រះនាងឧមាបាទព្រះនាងឧមាដូចថាវិនឹងរងការប្រមាថរបស់អកង្ខមាសូរនឹងផងអញ្ចឹងព្រះនាងឧមាដែលជាមហេសីព្រះឥសូរហ្នឹងក៏ទៅរកព្រះអនុជវិស្ណុហ្នឹងឲ្យជួយអន្តរាគមបាទជួយអន្តរាគមអញ្ចឹងសូមរំលងទៀតមកឲ្យព្រះអង្គបានយកកំណើតកើតជាព្រាហ្មណ៍នេះវាមានរឿងតាំងអំពីទេវលោកនោះហើយព្រះវិស្ណុនេះឯងគឺជាអ្នកបង្ក្រាបអកង្ខមាសូរដោយប្រើល្បិចជាកលាខ្លួនជាស្រីស្អាតរំពុតពេនអែនអង្គអីបបួលអកង្ខមាសូរឬក៏សិទ្ធិសួរនេះឯងរំទៅវាមានអាក្បាច់មួយចង្អុលផ្លូវហ៊ុនឯងហ្នឹងក៏ធ្វើឲ្យអាសិទ្ធិសួរហ្នឹងគឺវាចុះចត់ចាក់ទេវលោកប៉ុន្តែគេខឹងគេចងពៀគេថាសុំឲ្យគេមានដៃ8ដូចព្រះនរាយព្រោះព្រះនរាយបោកគេមិនសុខចិត្តទេគេសុំសងសឹក
ព្រះនារីថាហើយមិនចាំបាត់ដៃ8ដូចអញទេអញឲ្យឯងមានក្បាល10ដៃ20អញ្ចឹងយើងឃើញតួអង្គក្រុងរាពណ៍ហ្នឹងគឺមានក្បាល10ដៃ20មែនដែលក្បាល10ហ្នឹងគេហៅថាទះសកាន់ទះសកាន់ទះស័កហ្នឹងប្រែថា10កាន់ដៈហ្នឹងប្រែថាក្បាលឬក៏ទសមុខហ្នឹងគឺមុខ10ឬក៏ទសភៈភៈត្រាហ្នឹងមុខណែឡើងឯងទសភៈទសមុខទសកាន់បាទឬក៏ឈ្មោះក្នុងបាលីហៅថារាវណៈខ្មែរយើងទៅសេអាវតផ្លាស់វោទីពោទៅហើយអសនណស្លាប់ទៅវាទៅជារនឹងពោរៀបបាទគេហៅក្រុងរៀបរាវណៈឬក៏រាវណៈឬក៏រាវ៉ាន់បាទឈ្មោះច្រើនបាទអញ្ចឹងរាវ៉ាន់ហ្នឹងគាត់អន្តោលជាតិកំណើតមកកើតជាកូនរបស់ស្ដេចសហសហដ្ឋដែលជាស្ដេចនគរលង្កាមានដៃ1000តែគាត់កើតមកគាត់មានដៃ20គាត់អាចប្រែកលាបានសម្ដែងរិទ្ធបានដៃ20អញ្ចឹងទៅវាគេហៅថាមានបាបពីហើយព្រះវិស្ណុឬក៏ព្រះនរាយណ៍ហ្នឹងព្រះអង្គអវតារជាព្រាហ្មណ៍ជាបុត្ររបស់ព្រះបាទទសរថនេះជាប់មានពៀវិរិយជាមួយនឹងទសកាន់ដែរបាទមានជាប់ពៀវិរិយជាមួយទសកាន់ដែរមកតូលកំណើតកើតជាព្រះបាទទសរថបាទព្រះបាទទសរថដោយសារតែទសកាន់ហ្នឹងគឺគាត់ទៅរករឿងបាទគាត់ទៅរករឿងចែចង់ឬក៏រំលោភបំពានមេត្រីភាពជាមួយនឹងគេហៅថាមហេសីរបស់ខ្លួនក៏តូលកំណើតកើតមកជាព្រះបាទទសរថអញ្ចឹងវាមានពីវរាគ្នាសុទ្ធតែមានពីហើយព្រាហ្មណ៍យើងនិយាយចូលមកដល់សាវតារឿងព្រាហ្មណ៍បណ្ដោយទៅព្រាហ្មណ៍លោកមានជាតិកំណើតមានពីវរានឹងហើយព្រះអង្គបើយើងនិយាយទៅគឺស្រឡាញ់ស្មោះប៉ុន្តែព្រះអង្គទៅហាត់រៀនជាមនុស្សដែលខ្លាំងពូកែឆ្លាតឆ្លៀសវៃមានរូបសម្បត្តិរូបឆោមឡោមពណ៌ល្អស្អាតហើយមានចិត្តល្អហើយជួយអ្នកដទៃហើយរៀនសូត្រឆ្លាតពូកែហើយមានសមត្ថភាពខ្លាំងដោយសារតែការហាត់រៀនជាមួយនឹងអេសីពីស្វាមិត្តបានល្អហ្នឹងទៅហើយបន្ទាប់មានពិធីកិច្ចលើកធ្នូទឹកកៅតាន់បាទកៅតាន់នេះធ្ងន់ណាស់ហើយមានបុរាណវត្ថុក៏គាត់អះអាងដែរថាអាហ្នឹងគឺធ្ងន់មែនធ្ងន់ណាស់មិនមែនមនុស្សធម្មតាលើកបានទេវាប្រៀបបីដូចជាលំពេងរាជគ្រូតោមរៈដែលខ្ញុំលើកបង្ហាញអញ្ចឹងថារឿងវាសុទ្ធតែយើងអានទៅស្ដាប់ទៅហាក់បីដូចជាវាអភិនិហាប្រឌិតឬក៏ប្រឡោមលោកអីចឹងទៅប៉ុន្តែភាពពិតរឿងអាត់កំបាំងដែលយើងអត់ដឹងវាមានច្រើនជាងអ្វីដែលយើងដឹងឬក៏ជារឿងដែលយើងមើលមិនឃើញស្ដាប់មិនឮប៉ះមិនត្រូវគិតមិនយល់វាមានច្រើនជាងអ្វីដែលយើងដឹងយើងគិតយើងឃើញយើងឮបាទវាប្រៀបបីដូចជាយើងឃើញព្រៃឈើឬក៏យើងបេះស្លឹកឈើមកក្នុងដៃយើងអាចយើងឃើញថាវាច្រើនតែវាមិនច្រើនដល់ក្នុងព្រៃទេបាទចំណុចហ្នឹងបន្ទាប់មកព្រះអង្គក៏បានមហេសីគឺព្រះនាងសីតាហ្នឹងហើយលះបង់នគរពីព្រោះគោរពតាមព្រះបិតាឲ្យចរចាក់ចេញនគរសិនទៅដោយសាររាជបល្ល័ង្កត្រូវប្រគល់ឲ្យព្រះភិរុតហើយអញ្ចឹងព្រះអង្គក៏ចរចេញទៅក្នុងព្រៃរស់នៅជាមួយនឹងព្រះមហេសីក្នុងឋានៈជារាជសាមញ្ញជាមួយនឹងព្រះអនុជលក្ខដែលព្រះលក្ខគឺសុខចិត្តលះបង់បម្រើតាមកលវ៉ៅជាមួយនឹងព្រះរាមហ្នឹងដែលជាច្បងក្នុងពេលនោះគឺក៏មានបញ្ហាជាមួយនឹងនាងសុរបណ្ណខាទៅវាកើតជាក្តីក្តាំប្តឹងផ្ដាល់រហូតដល់ឲ្យក្រុងរាពណ៍មកចាប់ព្រះនាងសីតាទៅក្នុងនេះគឺព្រះរាមលោកមានចិត្តស្រឡាញ់ព្រះនាងសីតាខ្លាំងមែនទែននៅតាមស្វែងរកបាទតាមជួយនិងតាមរំដោះតាមស្វែងរកមែនទែនទៅមិនមែនធម្មតាទេគឺត្រូវស្វែងរកពីព្រោះมันស្គាល់ផ្លូវទៅនគរលង្កាតាមសាវតារឿងតម្រាសង្គ្រាមប្រហែលជានគរលង្កាគឺជានគរអាត់កំបាំងអីក៏យើងអត់ដឹងដែរសម្រាប់ពួកអយុធ្យាអញ្ចឹងព្រះរាមលោកបានជំនួយប្រាប់អំពីស្ដេចកុកសេដ្ឋសោមជាមួយនឹងសុបញ្ញតាយុស្ដេចគ្រុឌដល់អញ្ចឹងទៅដឹងផ្លូវដឹងអីក៏ដឹងតម្រុយទៅក៏សួរនាំហើយក៏បានគ្នាគៀកគ្នាទៅបានសុគ្រីពហើយក៏បានហនុមានអញ្ចឹងជួយដណ្ដើមរាជបល្ល័ង្កឲ្យសុគ្រីពពីនគរកុកខណ្ឌបរិយដែលគ្រប់គ្រងដោយពាលី
ហើយចឹងទៅព្រះអង្គចូលដៃគេហៅថាចូលដៃឬលូកដៃផ្ទៃក្នុងនគរកុកខណ្ឌបរិយហេតុអីបានជាព្រះអង្គលូកដៃអញ្ចឹងប្រហែលជាដើម្បីផលប្រយោជន៍របស់ព្រះអង្គដែរពីព្រោះព្រះអង្គត្រូវការកម្លាំងដើម្បីទៅច្បាំងជាមួយនឹងនគរអយុធ្យាហើយក្នុងកំឡុងពេលនោះពីព្រោះព្រះអង្គអត់មានកម្លាំងអីដើម្បីទៅច្បាំងឯពីព្រោះនគរអយុធ្យាមិនមែននៅក្រោមអំណាចព្រះអង្គទេតែគឺជារាជបល្ល័ង្ករបស់ព្រះអនុជឈ្មោះព្រះភិរុតចឹងទៅចង់មិនចង់គឺព្រះអង្គជួយសុគ្រីពប្រហែលជាសុគ្រីពគាត់រៀបរាប់ហេតុផល1 2 3 4ចឹងទៅក៏ជួយធ្វើចម្បាំងបាទលួចបាញ់តនឹងគឺខុសឆ្គងដែរលួចបាញ់ពាលីហើយពាលីក៏សោយទីបង្គត់នៅក្នុងកំឡុងពេលចម្បាំងជាមួយនឹងសុគ្រីពទៅហើយសុគ្រីពក៏បានឡើងជាស្ដេចនគរកុកខណ្ឌបរិយហើយដែលមានជាប់ពាក្យសន្យាថានឹងជួយព្រះរាមអញ្ចឹងក៏បញ្ជូនទ័ពបញ្ជូនអីទៅដើម្បីជួយច្បាំងនគរលង្កាហ្នឹងព្រះរាមលោករហូតដល់បានគ្នាច្រើនមែនតើបាននគរកុកខណ្ឌបរិយផងបាននគរហេមវ័នបរិយផងបាននគរមិថិលាបរិយផងបានអយុធ្យាផងបាទហើយអញ្ចឹងទៅហើយបន្តទៀតបាននគរជាច្រើនទៀតដើម្បីចូលរួមធ្វើចម្បាំងជាមួយនឹងនគរលង្កាហើយការធ្វើចម្បាំងហ្នឹងយើងឃើញថាព្រះអង្គមានភាពឆ្លាតជ្រាវជ្រៅនៅក្នុងសឹកចម្បាំងហើយជាពិសេសគឺព្រះអង្គស្រឡាញ់លក្ខណៈមនុស្សចេះដឹងបាទមនុស្សចេះដឹងមនុស្សខ្លាំងប្រកែកគឺព្រះអង្គស្រឡាញ់ពេញចិត្តហើយចង់ទាញយកមកបម្រើផលប្រយោជន៍ខ្លួនមូលហេតុតែមួយគត់គឺការធ្វើសង្គ្រាមដើម្បីរំដោះនាងសីតាបាទហើយចំណុចមួយទៀតគឺបង្ហាញអំពីលក្ខណៈព្រះអង្គក៏មានសេចក្តីឈឺចាប់ដែរនៅពេលដែលក្រុងរាពណ៍ប្រើល្បិចសម្រាប់នាងសីតាคล้ายបាទសម្ដែងធ្វើជាคล้ายហើយសម្រាប់នាងសីតាទម្លាក់ទឹកតនឹងក៏ធ្វើឲ្យព្រះអង្គមានចិត្តកតុកកតេញសោកសង្រេងឈឺចុកចាប់អ៊ុលអោរ៉ាខ្លាំងមែនតែនបាទកំសត់ទុរគតហើយលះបង់អ្វីទាំងអស់ហើយចម្បាំងនេះគឺធ្វើអស់រយៈពេល19ឆ្នាំបាទនេះគឺខ្ញុំសុំសង្ខេបហើយរហូតច្បាំងឈ្នះហើយក៏មានវគ្គមួយទៀតពេលច្បាំងឈ្នះហើយគឺព្រះអង្គបានលើកតួអង្គពិភេកហោរាឲ្យក្លាយទៅជាស្ដេចដីនគរលង្កាក៏ប៉ុន្តែពិភេកហោរាគឺជាស្ដេចដែលមានចរិតលក្ខណៈទន់ភ្លន់និងណោម៉ត់ចត់មិនច្រឡោតច្រឡំខាមដូច្នេះសម្រាប់ជាមួយនឹងស្ដេចដែលឆេវឆាវគឺពិបាកទប់ទល់នៅក្រោយពេលមកក៏មានពិភេកក៏មានចំនួនតោះតែងជាមួយនឹងអភ័យសូរិយាវងដែលជាកូននាងមណ្ឌលគិរីជាមួយនឹងក្រុងរាពណ៍ហ្នឹងអភ័យសូរិយាហ្នឹងគឺស្អប់ពិភេកបន្ទាប់ពីដឹងថាពិភេកហ្នឹងចូលដៃជាមួយសត្រូវហើយសម្លាប់ព្រះបិតាហើយចឹងអភ័យសូរិយាហ្នឹងក៏ទៅលបួងលួងលោមបញ្ចុះបញ្ចូលឬក៏សុំជំនួយអំពីស្ដេចចក្រាជិតនៃនគរមូលីវ័នហើយក៏ធ្វើឲ្យនគរលង្កាលិចលង់នៅក្រោមអាណាព្យាបាលរបស់ស្ដេចចក្រាជិតហើយក្រោយមកក៏คล้ายខ្លួនធ្លាក់ចូលក្នុងជាអាណានិគមរបស់ស្ដេចចក្រាជិតអញ្ចឹងរឿងមួយវគ្គទៀតហ្នឹងគឺពិភេកគាត់ធ្វើព្រះរាមសុំព្រះរាមឲ្យជួយធ្វើសង្គ្រាមរំដោះនគរលង្កាហ្នឹងឯងបាទអញ្ចឹងព្រះរាមបានធ្វើសង្គ្រាមរំដោះនគរលង្កាទាំងពីរវគ្គហ្នឹងតាំងពីវាយជាមួយនឹងក្រុងរាពណ៍រហូតដល់វាយជាមួយនគរមូលីវ័នគឺមានភាពស្វិតស្វាញមែនទែនព្រះរាមលោកមិនសូវជាមានចិត្តសូនសាញរញ៉េរញ៉ៃទេគឺជាមនុស្សចិត្តសឿងតែម្ដងហើយស្រឡាញ់សង្គ្រាមតែម្ដងមិនគិតអ្វីទាំងអស់បាទបន្តអំពីផលប្រយោជន៍របស់ខ្លួនត្រូវបំផ្លាញហើយគឺត្រូវអស់អីក៏អស់ទៅបាទរហូតដល់វាយស្ដេចមូលីវ័នបានសម្រេចហើយបានជ័យជំនះប៉ុន្តែព្រះអង្គមានរឿងសោកសៅត្រង់ថាការសម្រេចចិត្តខុសមានភាពសពិចសពិលបើទោះបីជាមានសេចក្តីស្រឡាញ់ស្នេហាស្មោះស្ម័គ្រជាមួយនឹងព្រះនាងសីតាប៉ុណ្ណាក៏ដោយប៉ុន្តែចិត្តប្រច័នហ្នឹងក៏វាមិនតិចដែរដោយសារតែស្រឡាញ់ខ្លាំងប្រច័នក៏ខ្លាំងដែរពីព្រោះវានេះគឺជាធម្មជាតិនៃសេចក្តីស្នេហាប្រុសស្រីចឹងឯងហើយណាមួយយើងគិតមើលមនុស្សប្រុសស្រីបងប្អូនបែកគ្នាអស់រយៈពេល19ឆ្នាំហើយភរិយាខ្លួនទៅនៅនឹងឯផ្ទះរបស់សត្រូវឬនគរសត្រូវឬក៏រាជវាំងរបស់សត្រូវអស់19ឆ្នាំថាតើមានមនុស្សប្រុសឯណាដែលមិនកឡកចិត្តមិនរង្គោះរង្គើចិត្តបងប្អូនសាកគិតមើល
มันងាយមានហើយបើសិនបើទស្សនភាពជាក់ស្ដែងទស្សនភាពមែនតែនខ្ញុំជឿថាពាក្យយើងតែងតែនិយមថាឃ្លាតកាយណាយចិត្តបាទឃ្លាតកាយណាយចិត្តបែកគ្នាត្រឹមតែ1ឆ្នាំឬក៏2ឆ្នាំអីសឹងតែទ្រាំមិនបានឬក៏វឹបបរិទ្ធគេថាវឹបបរិទ្ធវឹបបលាស់ឬក៏មានចំនួនទាស់តែងឬក៏សោះអង្គើយដាក់គ្នាចង់មិនចង់គឺវាជាធម្មជាតិតែម្ដងបាទទោះស្រឡាញ់គ្នាយ៉ាងណាក៏ដោយបើសិនជាឃ្លាតគ្នាយូរឆ្នាំចង់មិនចង់គង់តែមានមួយខាងនិងមួយខាងទៀតបែកបាក់ឬក៏មានចិត្តរេរាប៉ុន្តែសម្រាប់ពនាងសីតាហើយនឹងព្រាមគឺថាតស៊ូខំស្មៅទៅមែនតែនប៉ុន្តែនៅពេលតែបានហើយហ្នឹងវាបែរជាមានភាពសង្ស័យឲ្យពនាងដើរឆ្លងភ្លើងបាទឆ្លងភ្លើងដើម្បីបង្ហាញពីភាពស្មោះត្រង់ពីព្រោះយើងគិតទៅវាគួរតែបង្ហាញដែរបងប្អូនហេតុអីពីព្រោះវិញពីការលះបង់របស់ព្រាមនេះគឺធំធេងបងប្អូនមិនដឹងថារកមនុស្សប្រុសណាដែលហ៊ានលះបង់ដល់ប៉ុណ្ណឹងបងប្អូនសុខចិត្តអស់ស្អីអស់ទៅវិនិច្ឆ័យនគរឲ្យអាអ្នកដែលមកជួយធ្វើសង្គ្រាមហ្នឹងវាយកហេតុផលរបស់ប្រទេសជាតិមកជួយសង្គ្រាមព្រះរាមយើងគិតមើលហើយសួរថាមូលហេតុអីត្រឹមតែរំដោះនាងសីតាតែអានេះគឺជាអ្វីដែលអក្សរសិល្ប៍បានបង្ហាញនៅក្នុងស្នាដៃរបស់បកគោណាសូរិយមន្ទី2ប៉ុណ្ណឹងប៉ុន្តែបើយើងសិក្សាអំពីស៊ីជម្រៅទៅគឺដោយសារតែនគរមូលីវ័ននគរកុកខណ្ឌបុរីនគរកាយកេតនគរអយុធ្យាឬក៏នគរមិថិលាគឺថាមានទំនាស់ទាស់តែងជាមួយនឹងនគរលង្កាដែរបាទគឺហៅថាសត្រូវណាវាររឿងរកហេតុផលរកតែសង្គ្រាមដាក់គ្នាដែរទេបើតាមមើលនៅក្នុងសាវតាតម្រាសង្គ្រាមហ្នឹងនគរអយុធ្យានេះគឺប្រើកាកណាសូហ្នឹងឲ្យតែឆាឆៅនៅតាមបន្ទាត់ព្រំដែនផងជាពិសេសឆាឆៅនៅតំបន់ដែលមានអិសីធ្វើតបៈធរដូចជាអិសីបញ្ចលឹងឬក៏អិសីពីស្វាមិត្តហើយហ្នឹងគឺថាក្រុងលង្កាគាត់យល់ថាតំបន់ព្រំដែនហ្នឹងគឺជាការគម្រាមកំហែងដល់សន្តិសុខរបស់នគរលង្កាដែរបាទដោយសារតែសម្បូរអិសីសម្បូរអាចារ្យដែលមានរិទ្ធខ្លាំងហើយវាមានសិស្សគុណដែលមកពីនគរផ្សេងដែលសិទ្ធិជាពូជពងវងតកូលស្ដេចមន្ត្រីរាជការកលាកុងសីសិទ្ធិអុកញ៉ាយហ្នឹងទៅរៀនចិត្តហ្នឹងហើយកាលណាបើមានអ្នករៀនអ្នកចេះអ្នកដឹងអ្នកសូត្រខ្លាំងបកែហើយខ្លួនឯងមិនអាចទាញយកមកបម្រើការឲ្យប្រទេសជាតិបានវាគឺជាការគម្រាមកំហែងបាទវាជាការគម្រាមកំហែងដល់នគរលង្កាអញ្ចឹងហើយនគរលង្កាគាត់ចេះតែបញ្ជាកាកណាសូឬក៏កូនចៅឲ្យតែឆាឆៅរៅឆានទៅលើក្រុមអិសីអីហ្នឹងទៅហើយយើងអត់ដឹងថាគំនុំធម្មតាគ្រូមានគំនុំគ្រូតែងតែបង្រៀនញុះឲ្យសិស្សហ្នឹងវាមានចិត្តស្អប់ដែរអញ្ចឹងវាមិនមែនសុកគ្រាន់តែរឿងហេតុផលប៉ុណ្ណឹងយកលក្ខខណ្ឌប្រទេសជាតិទៅដាក់នៅក្នុងភ្លើងសង្គ្រាមដោយសារតែរំដោះមនុស្សស្រីមួយទេប្រហែលវាអាចនឹងមានរឿងអ្វីធំជាងរឿងព្រះនាងសីតានឹងទៅទៀតវាពាក់ព័ន្ធនឹងការប្រកួតប្រជែងអំណាចការផ្ចាញ់ផ្សាឬក៏កំហឹងគំនុំរបស់ជាតិសាសន៍បាទអាហ្នឹងគឺជារឿងពិតប្រាកដអញ្ចឹងព្រាមពេលមួយដែលប្រច័ណ្ឌនឹងព្រះនាងខ្លាំងដោយសារព្រះនាងសីតាគូរូបក្រុងរាពណ៍ហើយដោយសារព្រះនាងសីតាចាញ់បោកនាព្រះនាងអតុល័យហ្នឹងគឺជាមហេសីរបស់កកណាសូអញ្ចឹងទៅខឹងដោយមិនបានពិចារណាអាកាត់អីទេគឺឲ្យប្រលាក់យកទៅសម្លាប់ចោលយកទៅធ្វើគុតចោលតែម្ដងហើយក្នុងកំឡុងពេលដែលព្រះនាងសីតាកំពុងតែមានផ្ទៃពោះហើយព្រាមដឹងទៀតមិនមែនមិនដឹងទេប៉ុន្តែចិត្តគេហៅថាចិត្តស្រឡាញ់បងប្អូនបើថាប្រប្តីនឹងស្រឡាញ់យ៉ាងណាខ្លាំងយ៉ាងណាឬក៏ប្រពន្ធស្រឡាញ់យ៉ាងណាកុំឲ្យខ្នក់ចិត្តអីសោះតែកាលណាខ្នក់ចិត្តគឺគំនុំសំអប់នឹងក៏ខ្លាំងដូចគ្នាពីព្រោះវាចេញពីការឈឺចាប់មនុស្សស្រឡាញ់ខ្លាំងអាការឈឺចាប់នឹងក៏ខ្លាំងដែរនៅពេលដែលប្រត់ប្រាស់នៅពេលដែលបែកបាក់ឬក៏នៅពេលដែលចាញ់នៅពេលដែលត្រូវគេបោកប្រាស់បាទពីព្រោះយល់ថាខ្លួនឯងលះបង់ខ្លាំងណាស់ហេតុអីក៏គេធ្វើដូច្នេះហេតុអីគេយកមនោសញ្ចេតនាហេតុអ្វីគេយកសេចក្តីស្រឡាញ់ហេតុអ្វីគេយកសេចក្តីស្នេហារបស់យើងដែលលះបង់ម្លឹងទៅជន់ឈ្លីបាទគេថាជន់ឈ្លីញិចញីញោមញីធ្វើទុកឬក៏បោះចោលឬក៏ផាត់ចោលឬក៏ដាក់នៅក្រោមបាតជើង
ចឹងអាសេចក្តីស្រឡាញ់ជាមួយនឹងសេចក្តីឈឺចាប់ហ្នឹងវាស្មើគ្នាតែម្ដងវាអាចនឹងលើសអំពីសេចក្តីស្រឡាញ់ទៀតអាហ្នឹងបងប្អូនត្រូវចាំកុំចង់បានសេចក្តីស្រឡាញ់ខ្លាំងហួសហេតុពេកព្រោះសេចក្តីស្រឡាញ់មានប៉ុណ្ណាសេចក្តីឈឺចាប់ក៏វាមានប៉ុណ្ណឹងហើយគំនុំក៏វាមានប៉ុណ្ណឹងដែរវាជាសច្ចធម៌ពិតរបស់មនុស្សលោកហ្នឹងគឺអញ្ចឹងហ្នឹងគឺពាក់ព័ន្ធនឹងរឿងមនោចេតនាស្នេហាគឺវាអញ្ចឹងបាទដល់អញ្ចឹងទៅគឺធ្វើឲ្យពនាងសីតាមានកំហឹងមានគំនុំពេលដែលពនាងមិនស្លាប់ដោយសារប្រលាក់ដោះលែងពនាងបានប្រសូតបុត្រនឹងហើយក៏ពេលដែលព្រះរាមដឹងក៏ព្រះរាមដឹងខុសដឹងកំហុសស្ដាយក្រោយចង់លួងលោមអង្វរពនាងវិញលះបង់គ្រប់យ៉ាងបាទមនុស្សព្រះរាមនេះគឺថាលះបង់គ្រប់យ៉ាងនៅពេលដែលដឹងខុសគឺថាកែមែនស្រឡាញ់មែនហេតុអីបានជាព្រះរាមនៅតែលះបង់នៅតែហ៊ានធ្វើគ្រប់បែបយ៉ាងដោយសារតែសេចក្តីស្រឡាញ់ខ្លាំងហើយអាខឹងមួយឆាវហ្នឹងគឺជាការខឹងដែលគ្មានហេតុផលប៉ុន្តែនៅពេលដែលពិចារណាហើយគឺស្ដាយក្រោយតែម្ដងបាទมันគួរខឹងដែលគ្មានការវែកញែកដែលគ្មានការអាកាត់ដែលគ្មានការគិតគូរមិនបានសួរនាំមិនបានភាសាទាំងអស់គឺអត្តនោម័តដែលយកពនាងទៅស្លាប់ចោលតែម្ដងគឺចំណុចហ្នឹងគឺថាភាពខូខើហើយនឹងខ្វះការយល់ដឹងហើយជាចំណុចអាក្រក់បំផុតរបស់ព្រាហ្មណ៍ហ្មងបាទអញ្ចឹងព្រាហ្មណ៍លះបង់សពគ្រប់បែបយ៉ាងរហូតធ្វើល្បិចឆបោកពនាងសីតាគេថាព្រាហ្មណ៍ចូលកោបបញ្ឆោតសីតាហ្នឹងគឺបងប្អូនធ្លាប់ឮចម្រៀងហើយដូនតាយើងក៏ច្រៀងសម័យសង្គមរាជនិយមយកមកច្រៀងហើយចងក្រងជារឿងច្រើនណាស់ហើយរឿងរាមកេរ្តិ៍នេះបងប្អូនគឺជាកំពូលរឿងតែម្ដងมันគួរឲ្យបោះបង់มันគួរឲ្យបាត់បង់ទេបាត់បង់មធ្យមឯងងុំអាបោះបង់នេះហើយដល់ពេលលើករឿងអីក៏សាមកុករឿងអីក៏រឿងឆាវអីខុងមីងខុងជឺខុងមីងខុងអីណាហូហែខុងអីសុនអូច្រើនណាស់សូក្រាតផ្លាតុងផ្លុយតូយណាហូហែរតែអារឿងសោដាសសិលខ្លួនឯងយកមកបកស្រាយរាយរាប់រៀបរាប់មិនចេះអស់ប៉ុន្តែយើងមើលរំលងបាទអញ្ចឹងទម្រាំតែផ្សះផ្សាទម្រាំរហូតដល់មានការអន្តរាគមន៍ពីព្រះសិវៈទើបបានព្រះនាងសីតាជាមួយនឹងព្រះរាមនឹងរៀបអភិសេកម្ដងទៀតហើយក៏ត្រូវរូវគ្នារស់នៅសុខដុមរមណីយកម្មមួយគ្នាទៅបាទចំណុចនេះគឺជាសង្ខេបខ្លីៗចំណុចយើងវិភាគទាំងអស់គ្នាបាទអញ្ចឹងបើសិនជាយើងនិយាយពីលក្ខណៈសូមវិភាគបណ្ដោយទៅបើសិនជាបុគ្គលណាកើតចំរឹកព្រះរាមមានន័យថាបើឆ្នាំខាលខែធ្នូហើយថ្ងៃគឺថ្ងៃសៅរ៍បាទថ្ងៃសៅរ៍ហើយបើវេលាវិញវេលាខ្ញុំសូមរាប់បន្តិចបាទព្រះរាមព្រលឹមព្រឹកពេញពន្លឺពេញកម្ដៅថ្ងៃត្រង់បាទអ្នកកើតចំរឹកថ្ងៃត្រង់ហ្នឹងគឺចំរឹកព្រះរាមហ្នឹងបាទចំរឹកព្រះរាមហ្នឹងហើយបើសិនជាចំសៅហាអញ្ចឹងចំសៅត្រួតអញ្ចឹងមនុស្សនឹងខ្លាយទៅជាអធិរាជហើយខ្លាយទៅជាស្ដេចខ្លាយជាមេដឹកនាំសង្គ្រាមខ្លាំងណាស់មិនធម្មតាទេបើថាធ្វើមេដឹកនាំសង្គ្រាមគឺសង្គ្រាមមិនមែនតូចតាចមកប្រទេសនឹងមកប្រទេសទេគឺសង្គ្រាមអាហ្នឹងបើគាត់មានឱកាសធ្វើជាមេដឹកនាំប្រទេសណាគឺសង្គ្រាមគឺនាំគ្នាវាយគ្នាហ្មងនាំដឹកនាំគេថានាំអាចវាយគ្នាកើតសង្គ្រាមធំហ្មងអាហ្នឹងគឺរឹកមនុស្សហ្នឹងតែបើសិនជាគាត់មិនខ្លាយទៅជាស្ដេចឬក៏មេដឹកនាំទេបើសិនជាគាត់កើតចំសៅហារបៀបហ្នឹងអីគាត់នឹងខ្លាយជាកំពូលអ្នកគុណនិយមអ្នកបដាល់អ្នកស្ដេចបដាល់អីហ្នឹងទៅឬក៏បើតារាគុណវិញគឺគុណក្បាច់គុណហ្នឹងហ្មងអាហ្នឹងគឺអញ្ចឹងចុះយើងនិយាយពីចរិតលក្ខណៈវិញរូបរាងសម្ផស្សរូបឆោមឡោមពណ៌របស់គាត់គឺស្អាតធម្មតាបងប្អូនឃើញរាងសត្វខ្លាគឺស្អាតខ្លាសម្បូរស្នេហ៍ណាបងប្អូនតែបើថាមើលទៅគួរមានអំណាចគួរឲ្យខ្លាចប៉ុន្តែខ្លាស្អាតបើសិនជាវាមិនស្អាតគេមិនឆ្លាក់ចារនៅក្នុងរូបអីផ្សេងសំបីតែស័កសំបីតែស្អីក៏គេមានដែរហើយសំបីតែក្នុងក្បាច់គុណក៏មានឈ្មោះខ្លាដែរគេមានក្បាច់កញ្ញាំខ្លាអញ្ចឹងទៅតែមិនដែលមានក្បាច់កញ្ញាំតោទេតែបើសម្រេចវិជាស័យអត់មានសម្រេចតោអីទេបាទហ្នឹងគឺត្រូវច្បាស់អញ្ចឹងរូបរាងសម្ផស្សមនុស្សកើតថ្ងៃរឹកចំព្រាមហ្នឹងគឺរូបសម្បត្តិរូបឆោមឡំពណ៌ល្អស្អាតសង្ហាគួរឲ្យមានស្នេហ៍មានមន្តមានស្នេហ៍មែនតើហើយគេចូលចិត្តអាណិតស្រឡាញ់ហើយនិយាយអ្វីក៏មានអានុភាពឲ្យគេធ្វើតាមឲ្យគេខ្លោបខ្លាចប្រៀបដូចជាសត្វខ្លាអញ្ចឹងនៅពេលដែលនិយាយអំពីចរិតលក្ខណៈវិញគឺសេចក្តីស្រឡាញ់គឺខ្លាំង
គឺស្រឡាញ់មិនសូវសាវ៉ាទេគឺស្មោះស្នេហ៍នឹងបដូរផ្ដាច់ណាស់ហ៊ានលះបង់ដើម្បីស្នេហាគ្រប់សពបែបយ៉ាងយើងដូចសាវតាព្រាមយ៉ាងឯងគឺលះបង់ប៉ុន្តែកុំឲ្យខឹងខ្នោះខ្នើសចិត្តគឺមិនបានទេគឺថាសងវិញជាមួយនឹងការឈឺចាប់ហ្នឹងក៏មិនធម្មតាដូចគ្នាបើនិយាយអំពីចំណុចឆ្លាតវិញគឺមនុស្សហ្នឹងគឺឆ្លាតមនុស្សណាកើតចំរឹកព្រាមហ្នឹងគឺឆ្លាតឆ្លៀសវៃបកកែឧបាយល្បិចកិច្ចកលហើយជាមនុស្សខ្លាំងបកកែខាងក្បាច់គុណបាទបរៀនក្បាច់គុណគឺបកកែលឿនជាងគេតែម្ដងហើយនិស័យមនុស្សហ្នឹងបើធ្វើខាងកីឡាខាងក្លឹបដាល់ក្លឹបអីឬក៏ខាងពាក់ព័ន្ធជាមួយនឹងក្បាច់គុណឬក៏កីឡាហ្នឹងគឺត្រូវជាងគេពីព្រោះជាអ្នកពេញនិយមចូលចិត្តនៅក្នុងក្បាច់គុណហើយនៅក្នុងផ្កាយប្រសៅនិយាយអំពីចរិតលក្ខណៈមនុស្សហ្នឹងបើពាក់ព័ន្ធជាមួយនឹងការហាត់គុណហាត់អីគឺខ្លាំងបកកែលឿនជាងគេអាមួយរៀនលឿនហើយបកកែទៀតអ្នកខ្លះរៀនលឿនតែមិនបកកែទេតែអ្នកខ្លះរៀនលឿនហើយបកកែហើយអ្នកខ្លះរៀនលឿនបកកែហើយមានអានុភាពទៀតបងប្អូនណាអ្នកកើតចំរឹកព្រាមឬចំរឹកហនុមានអីហ្នឹងគឺបកកែខាងក្បាច់គុណហេតុអីបានថាមានអានុភាពមានន័យថាបើសិនជាវាយមួយដៃដូចគ្នាអ្នកដែលកើតចំថ្ងៃសៅរ៍ឬក៏អ្នកកើតចំរឹកហនុមានព្រាមហ្នឹងគឺវាយមួយដៃដូចគ្នាហ្នឹងគឺតែគុណភាពខុសគ្នាត្រង់ថាទទួលនៅភាពជំហឺហ្នឹងគឺឈឺខ្លាំងណាស់មានតែឧទាហរណ៍ថាមនុស្សកើតថ្ងៃអាទិត្យវាយមួយដៃហើយនឹងមនុស្សកើតថ្ងៃសៅរ៍វាយមួយដៃហើយហាត់បដាល់ដូចគ្នាណាដៃរបស់មនុស្សកើតថ្ងៃសៅរ៍ហ្នឹងគឺធ្ងន់ជាងដៃក្តៅដូចភ្លើងឯងបងប្អូនណាជើងអីចឹងក៏ប៉ះមកចង់លាកអាបើសិននេះគាត់កើតចំរឹកព្រាមឬកើតចំរឹកហនុមានហ្នឹងគាត់ទៅរៀនក្បាច់គុណហ្នឹងគឺថាបកកែជាងគេខ្លាំងជាងគេអានុភាពជាងគេហ្មងហើយដៃជើងវិញវាយទៅក្តៅដូចភ្លើងគឺម៉ាំងសឹងថាខ្លោចបងប្អូនណាហើយវាដូចថាវាមកតែគេហាត់មួយឆ្នាំគាត់នឹងហាត់តែមួយថ្ងៃវាស្មើនឹងគេហាត់មួយឆ្នាំអញ្ចឹងអាហ្នឹងគេហៅថាបកកែមានអានុភាពបាទអាហ្នឹងគឺចរិតលក្ខណៈនៃការទួទាយនៅក្នុងក្បួនសម្ភារផ្លឹកអញ្ចឹងណាចរិតឆេវឆាវហើយចរិតអាកាត់ដាច់ស្រេចអត់រសេមរសាមអត់រញ៉េរញ៉ៃសម្រាប់ចិត្តវាយគឺវាយសម្រាប់ចិត្តដកគឺដកអាហ្នឹងគឺចរិតព្រាមហើយក្លាហានមិនចេះខ្លាចញញើតគេហើយហ៊ានធ្វើគ្រប់បែបយ៉ាងដោយមិនរារែកដោយមិនសូន្យសាញទេប៉ុន្តែរឿងហើយនៅក្នុងការធ្វើសឹកសង្គ្រាមហ្នឹងក៏ព្រះអង្គឆ្លាតឆ្លៀវវៃក្នុងរណរងវិធីដែរដោយសារតែព្រះអង្គបានរៀននៅត្រៃយុទ្ធកាលណាគេនិយាយអំពីអ្នកដែលសម្រេចត្រៃយុទ្ធមានន័យថាហ្នឹងគឺចេះតែម្ដងគឺថាយុទ្ធគុណយុទ្ធសិលយុទ្ធសាស្ត្រយុទ្ធគុណមាន13ទ្វារហ្នឹងគឺខ្ទេចមកអាហ្នឹងគេថាសម្រេចត្រៃយុទ្ធទី1យុទ្ធសិលគឺថាមុនអាគមគ្រប់បែបយ៉ាងហ្នឹងគឺថាអាចសូត្រអាចសែកអាចផ្លុំបានហ្នឹងស័ក្តិសិទ្ធិមានអានុភាពហ្នឹងគឺថាបានតែម្ដងដូចជាឈុតមួយព្រាមវាយគ្នាក្នុងសមរភូមិណាវាយចុះវាយឡើងសូត្រមុនអាគមផ្លុំមកផែតក្រុងរៀបចុកពោះបកាច់ធ្លាក់ដីសន្លប់សូត្រមុនអាគមសែកភងហ្នឹងក្រុងរៀបបើអត់ងាប់ទេសន្លប់ដកតបថយភ្លាមណាបងប្អូនអាហ្នឹងគឺថាមុនអាគមរៀនបកែលឿនទៀតហើយចំណុចចុងក្រោយគឺទៅបកែយុទ្ធសាស្ត្រវាមាន7វិធីមាន7គម្ពីរទៀតណោះបងប្អូនណាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមហ្នឹងគឺគាត់បកែយុទ្ធសិលយុទ្ធសាស្ត្រយុទ្ធគុណហ្នឹងគឺថាអ្នកចប់ត្រៃយុទ្ធហ្នឹងគឺខ្លាំងជាងអ្នកត្រៃវេទទៅទៀតបាទអញ្ចឹងអាហ្នឹងគឺជាលក្ខណៈចំណុចត្រួសដែលខ្ញុំមិននិយាយអស់ទេបើសិក្ខាកាមណាអាចសង្ខេបលំអិតមួយបានទៀតគឺរឹតល្អគុណសម្បត្តិគឺថាចេះជួយគ្នាហើយព្រះអង្គមិនរមិលគុណទេគឺថាគេជួយមកជួយទៅវិញហើយមិនតែងតែផ្ដល់នៅផលប្រយោជន៍ឲ្យទៅគេវិញហើយគឺចេះតែងតាំងចេះបែងចែកគុណសម្បត្តិនិងគុណវិបត្តិច្បាស់លាស់ហើយចេះលេងល្បិចរណរងវិធីក្នុងសឹកសង្គ្រាមអីហ្នឹងក៏ព្រះអង្គចេះច្បាស់លាស់បាទយើងនិយាយទៅពីរឿងបញ្ហាយុទ្ធគុណយុទ្ធសិលយុទ្ធសាស្ត្រហ្នឹងគឺព្រះអង្គក៏ផ្លេតែម្ដងហើយបើសិនជាមនុស្សណាដែលចំរឹករបស់ព្រះអង្គបើសិនជាចំសៅហា3ត្រួត4ត្រួត3ត្រួត2ត្រួតចំ1ត្រួតក៏បានដែរបើចំកាលណាចំ2ត្រួត3ត្រួតមានថាខែក៏ចំព្រាមឆ្នាំក៏ចំព្រាមថ្ងៃក៏ចំព្រាមរឹកក៏ចំព្រាមអាហ្នឹងគឺថា4ត្រួតតែបើសិនជាថ្ងៃចំមួយថ្ងៃចំខែវា2ត្រួតបើចំដល់ថ្ងៃវា3ត្រួតចឹងទៅអាហ្នឹងគឺគេរាប់អញ្ចឹងមនុស្សហ្នឹងគឺត្រូវមានវាសនាព្រាមគឺថាអត់នៅមួយកន្លែងទេគឺចល័ត
ផាត់ផាយរស់នៅសត្វត្រាត់សែងត្រែងពីកន្លែងមួយទៅកន្លែងមួយហើយតែងតែសាងនៅភាពល្បីល្បាញហើយទៅណាតែងតែគេគោរពកោតខ្លាចគេគោរពញញើតគេឲ្យតម្លៃគេគោរពសម្បូរអ្នកចូលមកកល់វ៉ៅហើយធ្វើអ្វីគឺរមែងបានសម្រេចដែលមានការជួយជ្រោមជ្រែងពីមនុស្សប្រកែមនុស្សខ្លាំងយ៉ាងទៅហើយដល់ពេលដែលមនុស្សដែលកើតចំរឹកព្រាមអាចថាមនុស្សនឹងកើតមកគឺថានឹងមានរូបសម្បត្តិល្អក្នុងវងតកូលខ្ពង់ខ្ពស់ប៉ុន្តែមនុស្សនឹងត្រូវរស់នៅសត្វត្រាក់សែងត្រែងប្រត់ប្រាស់ពីនរាជពីក្រុមគ្រួសារនៅពេលបានគ្រួសារគេចេញទៅនៅជាមួយប្រពន្ធយ៉ាងទៅហើយរស់ស៊ីជួញប្រែទៅប៉ុន្តែអាចនឹងជួបខ្សែវាសនាជាមួយនឹងការប្រកួតប្រជែងឬក៏ដណ្ដើមយកមនុស្សជាទីស្រឡាញ់ទៅដោយការបង្ខិតបង្ខំដាក់ស្នាយន្តកាលបើចំជើងលេខបងប្អូនយន្តកាលគេទាយថាអូប្រពន្ធត្រូវគេដាក់ស្នេហ៍ឬក៏មនុស្សស្រីចំរឹកព្រាមគឺថាអូប្តីត្រូវគេដាក់ស្នេហ៍យកឬគេដណ្ដើមយកដែលគេប្រើល្បិចកិច្ចកលឲ្យយកអញ្ចឹងណាដូចជាប្រនាងសីតាបែកពីព្រាមហ្នឹងគឺគេហៅថាបែកដោយប្រការបង្ខិតបង្ខំមិនមែនបែកចេញពីការស្ម័គ្រចិត្តឬក៏លួចផាត់ក្បត់ទេហ្នឹងអញ្ចឹងបងប្អូនណាអញ្ចឹងខ្សែជីវិតអ្នកដែលចំរឹកព្រាមហ្នឹងអាចនឹងចូលចំកន្លែងថាមិនសូវនឹងបាននៅទីកន្លែងអីទេគឺដើរហើរពេលមានគ្រួសារទៅក៏បែកពីផ្ទះហើយក៏នឹងមានឈុតឆាកជីវិតហ្នឹងនឹងត្រូវប្រត់ប្រាស់ប្រពន្ធដោយការប្រកាសបខំឬក៏បំបែកបំបាក់ដោយការប្រើមន្តអាគមខ្មៅអីចឹងទៅហើយតែមនុស្សនៅតែស្មោះស្ម័គ្រនៅតែតស៊ូដណ្ដើមយកមកវិញបានពេលដណ្ដើមយកមកបានហើយហ្នឹងក៏ពេលមានកូនហ្នឹងអាចនឹងពេលមានកូនអាចនឹងប្រត់ប្រាស់ឬក៏ប្រត់ស្លាប់ឬក៏ប្រត់រស់អីចឹងទៅហើយដល់ពេលហើយហ្នឹងក៏អាចនឹងវិលជួបគ្នាវិញហើយក៏អាចនឹងមានរឿងរកម្មរកុសស្អុះស្អាប់ប៉ុន្តែបែកឃ្លាតគ្នាច្រើនជាងជួបជុំឬក៏ថាមានប្តីប្រពន្ធទៅអាចថារស់នៅមិនសូវនៅជាមួយគ្នាអញ្ចឹងទៅប្តីធ្វើការផ្សេងប្រពន្ធធ្វើការផ្សេងអញ្ចឹងទៅវាមិនមែនលក្ខណៈបែកបាក់គ្នាអីទេប៉ុន្តែវាអាចនឹងដំណើរនៃជីវិតរបស់អ្នកដែលចំរឹកព្រាមហ្នឹងគឺអញ្ចឹងបាទនៅរឹកចំព្រាមហ្នឹងគឺអញ្ចឹងថាបើមានប្រពន្ធឬមានគ្រួសារហ្នឹងគឺប្រហែលជាមិនសូវនៅជាមួយគ្នាបាទមិនសិននៅជាមួយគ្នាហើយបើនិយាយអំពីកូនវិញអាចនឹងមានកូនប្រុសមុនឬក៏កូនបើមានកូននឹងវាកន្លងធွာវាស្រឡាញ់ឪពុកមនុស្សប្រុសហ្នឹងអាចថាពេលមានកូនស្រឡាញ់កូនគោរពមនុស្សយើងមិនមែនចេះថាកើតមកកូនគោរពកូនអីណាអ្នកខ្លះមានកូនមកជាសត្រូវណាដូចជាប្របាទអាជាសតុអីហ្នឹងឬប្របាទពំពិសាដែលមានកូនឈ្មោះអាជាសតុហ្នឹងជាសត្រូវហើយមានអ្នកខ្លះទៀតមិនមែនមានតែប៉ុណ្្នឹងទេដូចជាអ្នកណាកើតចំរឹកមហិង្សាអីហ្នឹងគឺអាចថាមានកូនប្រុសមកអាចនឹងក្លាយជាសត្រូវសម្លាប់គ្នាទៅវិញទៅមកក៏មានហើយឬក៏កើតមកចំរឹកតួភីនឹងត្រូវជាមនុស្សឆេវឆាវដើរសង្គ្រាមឲ្យគ្នាចឹងទៅអាហ្នឹងយើងនិយាយពីដំណើរនៃជីវិតរបស់ព្រះរាមហើយជាមួយនឹងលក្ខណៈដែលបុគ្គលណាចំរឹកព្រះរាមចំរឹកព្រះរាមគឺវាមានស្ថានភិនភាគរបៀបហ្នឹងបាទស្ថានភិនភាគរបៀបហ្នឹងប៉ុន្តែវាជួបជាមួយនឹងការប្រកួតប្រជែងក្នុងជីវិតហ្នឹងខ្លាំងហើយតស៊ូរឿងក្តីក្តាំហ្នឹងក៏ខ្លាំងដែរមានចំនួនទាស់តែងហ្នឹងក៏ខ្លាំងដោយសារតែមនុស្សនឹងមិនសូវចិត្តត្រជាក់ដែរទេដោយសារផ្កាយប្រសើរគឺជាផ្កាយខ្យល់ដែលមានស្ថានភាពបក់បោកគួចមួលខ្លាំងបាទអញ្ចឹងវិវលហោះហើរដល់ឆ្ងាយបើរស់នៅជាមួយនឹងក្រុមគ្រួសារក៏មិនសូវនឹងសុខសាប់នៅជុំគ្នាដែរបើមិនបែកគ្នាក៏គង់ការងារនៅទីតីពីគ្នាទៅម្នាក់ធ្វើការនេះម្នាក់ធ្វើការនោះទៅទោះបីជានៅក្នុងភូមិស្រុកក៏មិនសូវនៅជុំចិត្តនឹងគ្នាដែរអាហ្នឹងយើងនិយាយពីលក្ខណៈភិនភាគអញ្ចឹងបាទអញ្ចឹងវាមានរឿងនឹងច្រើនជាងនឹងទៅទៀតបាទក្នុងហ្នឹងក៏ជាមនុស្សដែលចេះជួយគេដែរព្រាមក៏លោកចេះជួយយកអាសាគេដែរប៉ុន្តែក៏នៅតែរំពឹងមើលផលប្រយោជន៍ខ្លួនឯងដែរបើសិនជាមិនមានផលប្រយោជន៍ក៏មិនងាយនឹងធ្វើដែរជាទូទៅឃើញព្រះអង្គព្រាមលោកជួយគេប៉ុន្តែក្នុងហ្នឹងគឺគេនឹងជួយគាត់វិញបាទមនុស្សនឹងចូលចិត្តហើយមនុស្សរស់រាយរាក់ទាក់ទៅណាទៅណីក៏គេចូលចិត្តដែរគេស្រឡាញ់គេអាណិតតែគេខ្លាចវាប្រៀបដូចជាសត្វខ្លាចបងប្អូនបើវាខ្លាំងវាសាហាវប៉ុន្តែរូបរាងសម្ផស្សនិងអំណាចរបស់វាគួរឲ្យគោរពហើយគួរឲ្យខ្លាចឲ្យគួរស្រឡាញ់ដែរវាមិនមែនថាចេះតែអាក្រក់ដូចជាសត្វមួយចំនួនគឺអាក្រក់មែនគួរឲ្យខ្លាចគឺខ្លាចមែនអត់មានគួរឲ្យស្រឡាញ់ទេបាទ
នេះហើយគឺដំណើរដើមតងរបស់ព្រាហ្មណ៍ដែលអាចនឹងមានពិស្ដារជាងនឹងទៀតបងប្អូនអាចអានលំអិតនៅក្នុងសភៅតម្រាសង្គ្រាមទៅខ្ញុំមិនអាចរៀបរាប់ពីពរនានឹកគ្រប់សពជ្រុងជ្រោយជូនទៅបានអស់ទេហើយនេះក៏ជាការសង្ខេបហើយជាការបញ្យលត្រួសដើម្បីឲ្យបងប្អូនយល់អំពីចរិតលក្ខណៈតួអង្គនីមួយៗទៅហើយងាយនឹងអាចព្យាករទៅឲ្យបុគ្គលមួយចំនួនទៅហើយជាពិសេសអ្នកដែលអានសភៅតម្រាសង្គ្រាមហើយងាយនឹងរៀននៅក្នុងក្បួនសម្ភារផ្លឹកបាទក្នុងក្បួនមហាសម្ភារផ្លឹកដែលជាក្បួនបុរាណបង្កើតឡើងតាំងពីឆ្នាំ1134ដោយស្នាប្រហ័សរបស់បកូណាសូរ្យវរ្ម័នទី2ដែលជាស្ដេចស្ថាបនិកប្រាសាទបរមវិស្ណុលោកឬអង្គរវត្តហ្នឹងគឺព្រះអង្គប្រើប្រាស់ណាស់ពីព្រោះព្រះអង្គគឺជាស្ដេចសង្គ្រាមដែលពូកែប្រើមនុស្សដែលបកកែបញ្ចុះបញ្ចូលបកកែអូសទាញតែបកកែទៅសើលើកទឹកចិត្តជំរុញអីចឹងណាពាក្យថា leader មួយហ្នឹងគឺថាជា good leader តែម្ដងឬក៏ leader អ្នកដឹកនាំដល់ឆ្នើមតែម្ដងមិនធម្មតាទេគេថាដល់ឆ្នើមជាស្ដេចសង្គ្រាមដែលពង្រីកទឹកដីធំជាងគេបង្អស់តែម្ដងបាទចឹងនៅក្នុងវីដេអូនេះខ្ញុំលំអិតអំពីលក្ខណៈព្រាហ្មណ៍ហើយនិងប្រវត្តិសាវតាលំអិតប៉ុណ្ណឹងសង្ឃឹមថាបងប្អូនចូលចិត្តហើយជួយបំពេញបន្ថែមសម្រាប់សិក្ខាកាមដែលអានហើយឃើញចំណុចខ្វះខាតឬក៏មានចំណុចពិសេសអីលើសនឹងទៅទៀតបងប្អូនអាចបញ្ចូលទៀតខ្ញុំនិយាយមិនអស់ទេខ្ញុំបញ្ជាក់ថាមិនអស់ទេហើយមិនលាក់ទេតែវាមិនអស់ហើយបងប្អូនចង់ឲ្យអស់គឺក្នុងសភៅតម្រាសង្គ្រាមបាទចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនចូលចិត្តហើយជួយ share ចែករំលែកទាំងអស់គ្នាសង្ឃឹមថាយើងជួបគ្នាក្នុងវីដេអូក្រោយក្នុងការវិភាគតួអង្គក្នុងតម្រាសង្គ្រាមបន្តទៀតបាទសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ